បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងប្រហែលថ្ងៃមុនខ្ញុំបានផុស clip វីដេអូខ្ញុំមួយតាក់ទងជាមួយនឹងអ្នកនៅបងប្អូនយើងនៅខាងប៉ោយប៉ែតហើយក៏មានការ comment ច្រើនវីដេអូហ្នឹងក៏ផ្ទុះខ្លាំងដែរអញ្ចឹងហើយមានមតិផ្សេងៗគ្នានៅក្នុងការ comment ហ្នឹងបងប្អូនខ្លះក៏យល់ច្រឡំថារាជរដ្ឋាភិបាលអត់មានឲ្យនៅតែផ្ទះទេអត់មានឲ្យនៅផ្ទះទេមិនបានចេញវីដេអូចេញ clip អីមកអីអញ្ចឹងឲ្យប្រជាពលរដ្ឋនៅផ្ទះអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនតិចគឺរាជរដ្ឋាភិបាលលោកអត់មានបានឲ្យយើងនៅក្នុងផ្ទះដើម្បីការពារផ្ទះឬក៏ការពារដីរបស់យើងទេនេះគឺជាមតិរបស់បងខ្លះប្រជាពលរដ្ឋរបស់យើងខ្លះដែលមានមតិថាយើងនៅក្នុងផ្ទះទៅយើងនៅផ្ទះទៅដើម្បីការពារផ្ទះរបស់យើងតែយើងចេញទៅបាត់គេយកបាត់ហើយគឺមតិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទេមិនមែនរាជរដ្ឋាភិបាលទេចំណុចហ្នឹងមួយព្រោះបងប្អូនខ្លះគឺមានការយកច្រឡំហើយអ្វីដែលខ្ញុំសង្កត់ធ្ងន់នៅលើវីដេអូហ្នឹងគឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងព្រោះថៃកំពុងតែផ្លោងមកអញ្ចឹងបើសិនជាបងប្អូនក្លាហានបងប្អូននៅបន្តទៀតចោះនៅតំបន់ហ្នឹងឬក៏តំបន់ណាក៏ដោយតំបន់ឯក្តៅបងប្អូនក្លាហានបងប្អូននៅចោះតែបើបងប្អូនមានការភិតភ័យខ្លាចបាត់បង់អាយុជីវិតអីចឹងព្រោះថៃវាផ្លោងមកគឺវាអត់រើសគោលដៅវាអត់រើសទីតាំងទេវាមកក្បែរកាញ់កាយផ្ទះរបស់យើងដែរអញ្ចឹងបើបងប្អូនមានការភិតភ័យបងប្អូនភីសឹកទៅចេញទៅយើងសំខាន់ឲ្យតែអាយុជីវិតរបស់យើងនៅទ្រព្យសម្បត្តិលុយកាក់ផ្ទះអីហ្នឹងយើងអាចរកបានតាមក្រោយទេតែអាយុជីវិតយើងតែយើងស្លាប់ស្អែកឡើងមានរស់ឡើងវិញបានណាតែស្លាប់គឺស្លាប់ហើយចឹងអត់ចឹងនៅក្នុងចំណុចហ្នឹងបើបងប្អូនមានការភិតភ័យខ្លាចបងប្អូនចាក់ចេញទៅបងប្អូនដែលក្លាហានបងប្អូននៅបន្តទៀតចោះសំខាន់គឺអាយុជីវិតរបស់យើងគេផ្លោងមកក្បែរតិចថ្ងៃយើងមិនរត់សិនរត់ឲ្យរួចផុតជីវិតសិនទៅផ្ទះឯហ្នឹងទុកចោលសិនទៅយើងទៅបារម្ភអីមកម៉េចហើយបងកងតបរបស់យើងគឺប្រយុទ្ធតតាំងដើម្បីការពារទឹកដីដើម្បីការពារឲ្យប្រជាពលរដ្ឋឲ្យបងប្អូនឯងរស់នៅបានសុខសប្បាយមានសុវត្ថិភាពហើយចោះតំបន់ដែលអត់សុវត្ថិភាពតំបន់ដែលកំពុងតែក្តៅហើយបើសិនជាយើងនៅបន្តទៀតចឹងយើងមិនមានគ្រោះថ្នាក់អីសួរថាគាត់សប្បាយចិត្តអត់គាត់កំពុងតែប្រយុទ្ធតតាំងចង់ឃើញបងប្អូនរបស់យើងរស់នៅសុខសន្តិភាពបែរជាបងប្អូនរបស់យើងអត់ចាក់ចេញឧទាហរណ៍ថាគេផ្លងក្រំមកនៅក្បែរផ្ទះហើយអត់ចាក់ចេញទៀតនៅតាមថែងនៅហ្នឹងអញ្ចឹងគាត់ចង់ឲ្យប្រជាពលរដ្ឋហ្នឹងចង់ឲ្យឃើញចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរហ្នឹងគាត់ប្រយុទ្ធតតាំងហ្នឹងចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសុខសន្តិភាពរស់នៅសុខសប្បាយមិនមែនគាត់ប្រយុទ្ធបាត់បង់ជីវិតឬក៏គាត់ពាក់លីហើយប្រជាពលរដ្ឋខ្មែររបស់យើងនេះនៅពាំងក្របស្លាប់មកកណោទៀតអញ្ចឹងគឺថាគាត់សប្បាយចិត្តអត់គឺលោកអត់សប្បាយចិត្តទេទាំងថ្នាក់ដឹកនាំទាំងជាមួយនឹងបងវិរៈកងទ័ពគាត់អត់សប្បាយចិត្តទេអញ្ចឹងបើសិនជាយើងភៀសសឹកបានយើងភៀសទៅតំបន់ដែលក្តៅតំបន់ដែលក្រហមណាយើងភៀសសឹកទៅផ្ទះហ្នឹងគឺយើងទុកចោលមករយៈសិនទៅវាអត់បាត់តាណាទេណាចំណុចហ្នឹងដែលខ្ញុំចង់និយាយគឺដើម្បីសុវត្ថិភាពរបស់បងប្អូនមិនមែនយើងចេញហើយគេយកបាត់ណាអត់ទេមានអញ្ចឹងទេហើយនៅតំបន់ហ្នឹងគឺវាមានច្រើនអញ្ចឹងហើយបងយើងបងវិរៈកងទ័ពយើងកំពុងតែប្រយុទ្ធតតាំងការពារទឹកដីការពារប្រជាពលរដ្ឋខ្មែរហ្នឹងការពារទាំងអស់គ្នាហ្នឹងអញ្ចឹងតំបន់ដែលក្តៅយើងភៀសសឹកមកយើងទុកចោលសិនទៅវាមិនល្អសំខាន់គឺអាយុជីវិតរបស់យើងមិនមែនផ្ទះហ្នឹងផ្ទះលុយកាក់អីហ្នឹងគឺយើងអាចរកបានតែអាយុជីវិតយើងអាចរកបានទេអញ្ចឹងបងប្អូនភៀសសឹកចេញមកបើសិនជាបងប្អូនខ្លាចតែបើសិនជា